จำเรียบสูบบางองទាំងអស់គ្នាថ្ងៃនឹងខ្ញុំចង់រៀបរាប់ពីទស្សនវិជ្ជាច្រើននៅអូសោមដែលយើងព្យាយាមស្វែងរកទស្សនវិជ្ជាពេលព្រឹកតាមានរូបភាពម៉េចហើយពេលល្ងាចថ្ងៃលិចក៏បញ្ចេញពន្លឺបែបម៉េចដែរសម្រាប់នៅអូសោមនេះគឺពេលដែលថ្ងៃលិចថ្ងៃរះគឺបញ្ចេញអស់តែម្ដងគឺបងប្អូនមើលទៅស្រឡះទៅជាក់ភ្នែកហើយនៅទីនេះក៏មានទឹកជ្រោះទឹកអូរទឹកស្ទឹងហូរគ្រប់កន្លែងដែរបងប្អូនប៉ុន្តែបើយើងចង់ទៅតែមានអ្នកជូនទៅយើងសុវត្ថិភាពអញ្ចឹងណាបងប្អូនចង់ទៅអាចមកសួរនៅសោមស្ទេបានដូចទឹកជ្រោះនេះយើងអាចក្មេងៗមួយបាននៅចិត្តសោមស្ទេអាចទៅមើលវាលជាចម្រោកក្រពើភ្នំពងហើយនេះទីនេះគឺវាលធំធេងនិយាយទៅវាមានស្មៅវាមានទឹកធ្លុកអានឹងក្រពើចូលចិត្តនៅប៉ុន្តែជាលក្ខណៈប្រភេទក្រពើភ្នំបងប្អូនវាចិត្តដាច់ពូជហើយនេះជាដំណាំដែលប្រជាជនកសិករយើងគាត់ដាំដុះហើយខាងសោមក៏បានបណ្ដោះពូជផាសិនដែលវាមានរសជាតិឆ្ងាញ់ហើយនិងផាសិនយក្សដែលនិយាយទៅយើងអាចញ៉ាំទៅវាមានរសជាតិផ្អែមជូរអែមហើយនឹងមានផ្អែមសុទ្ធហើយខ្លះវិញជូរក៏ជូរមានរសជាតិដែរហើយសម្រាប់សោមក៏មានបន្ទប់ក្រេ2ជាប្រភេទកង្ហាលទេបងប្អូនដោយសារតែនៅខាងអូសោមយើងហ្នឹងគឺត្រជាក់រងាតែម្ដងបងប្អូនតែដោយថ្ងៃខ្លះគឺរៀងក្តៅហប់ហើយយើងក៏មានបន្ទប់ក្រេ2ដាក់ជាម៉ាស៊ីនត្រជាក់ដែរដោយសារនៅខាងជ្រុងនេះអត់ជាប់មាត់ទឹកវាមានលក្ខណៈរៀងហប់ពេលដែលយើងបិទអីអញ្ចឹងណាបងប្អូនហើយក៏បងប្អូនជាច្រើនគាត់សំណូមពរចង់បានម៉ាស៊ីនត្រជាក់ខ្ញុំក៏ព្យាយាមដាក់មួយសាកមើលតែគាត់ប្រើនិយាយទៅគាត់អត់ហ៊ានប្រើទេព្រោះរងាដែរតែយើងដាក់ការពារពេលរដូវក្តៅដែរតែរដូវក្តៅយើងគឺមានតិចណាស់រដូវរងាគឺច្រើនហើយសម្រាប់បន្ទប់ទឹកគឺមានលក្ខណៈរៀងងាយស្រួលណាហើយបងប្អូនក៏អាចមកស្ទូចត្រីហើយដើរលេងជុំវិញកន្លែងយើងបានដែរហើយសម្រាប់យើងអាចជួលម៉ូតូជិះលេងបងប្អូនអាចជិះនៅវាលក្រពើអាចជិះទៅមើលកន្លែងគេចិញ្ចឹមកបីសម្រាប់បងប្អូនជនជាតិជងគាត់នឹងចិញ្ចឹមកបីនៅវាលក្រពើហ្នឹងហើយកន្លែងដែលចិញ្ចឹមកបីហ្នឹងគឺស្អាតមើលទៅស្រស់ស្អាតប្លែកពីខាងយើងនៅតាមខេត្តផ្សេងណាបងប្អូនហើយនេះទីធ្លាចិញ្ចឹមកបីគឺធំទូលាយស្អាតតែម្ដងមានវាស្មៅមានទឹកនេះគឺថាបបោណាស់នៅអូសោមហ្នឹងហើយនេះគឺមើលទៅត្រជាក់ភ្នែកអាចជិះលេងបានបងប្អូនដូចថាចង់មានកន្លែងអីសុបាយគ្រាន់តែយើងអាចជិះមើលពេលមានថ្ងៃលិចថ្ងៃរះនេះយើងជិះចូលវាលក្រពើនឹងហ្មងបងប្អូនគេទំធ្វើផ្លូវថ្មីងាយស្រួលដល់បងប្អូនជនជាតិគាត់ជិះមកសាលាមកធ្វើការមកអីនៅក្នុងភូមិយើងថ្ងៃនេះគេមានភូមិជនជាតិយើងអាចជិះទៅទៀតបងប្អូនឃើញភ្នំច្រើនណាពួកខ្ញុំព្យាយាមរកកន្លែងតែមើលទៅជាធម្មជាតិដែលយើងអត់ដែរស្គាល់ហើយយើងរកកន្លែងហ្នឹងហើយក៏ថែរក្សាតំបន់ហ្នឹងឲ្យមានសុខភាពមានភ្ញៀវទេសចរអីមកលេងឲ្យច្រើនហ្នឹងហើយនេះគឺជាវាលក្រពើហើយដែលបងប្អូនវាក្រពើហ្នឹងគឺនៅចិត្តខ្សោមស្ទេតែម្ដងបងប្អូនអាចសួរព័ត៌មានគាត់បានហើយបើអ្នកនាំវិញគឺបើតនេអញ្ចឹងទៅខាងសោមជូនទៅហើយក៏យើងមានហ្គាយដូចជាក្មេងៗគាត់នៅភូមិហ្នឹងអញ្ចឹងអាចឲ្យគាត់ជូនទៅលេងទៅហើយយើងឲ្យប្រាក់កម្រៃគាត់ទុកទៅរៀនទៅអីបន្តិចបន្តួចទៅហើយបើសិនជាពេលភ្លៀងខ្លាំងទឹកឡើងគឺក្រពើភ្នំក៏វាមកដល់ភូមិដែរឥឡូវយើងក៏មកលេងនៅស្ពានវែងហ្នឹងគឺគេនិយមហើយឥឡូវគេក៏ស្គាល់ច្រើនដែរអញ្ចឹងនេះការពីដំបូងដែលខ្ញុំមកមើលថតវីដេអូអត់បានផុសនេះយើងមើលពីក្រោមទៅបងប្អូននៅការឋានហើយនេះយើងមើលទៅវាយើងឃើញខ្ពស់សន្លឹមតែម្ដងសត្វវិញនៅក្នុងព្រៃសោមស្ទេតែម្ដងបងប្អូនចង់គេងចូលក្នុងព្រៃហ្នឹងមើលសត្វដូចជាសបោសត្វកំប្រុកហើយសត្វផ្សេងទៀតតែវាខ្លាចយើងវាអត់ហ៊ានតែដោយសារកំប្រុកនេះយើងអត់ធ្វើអីចឹងវារត់លេងវាស៊ីផ្លែឈើវាស៊ីអីអានេះគេកំពុងតែញ៉ាយគ្នាហើយនៅសោមស្ទេយើងគឺមានព្រៃធម្មជាតិព្រៃនេះគឺជាព្រៃជាប់ទឹកហើយវាសម្បូរទៅដោយដើមសោមពួកយើងក៏មកដល់រដូវរងាហើយយើងនាំគ្នាមកអាំងភ្លើងអាំងដំឡូងលេងអានេះក្នុងថ្ងៃឆ្លងឆ្នាំបងប្អូនហើយពួកខ្ញុំពេលហ្នឹងយើងចាប់ដើមរៀបចំអញ្ចឹងទៅយប់ឡើងក៏យើងទៅនេយើងមកភ្លើងហើយមើលគេបាញ់កញ្ជ្រួចហ្នឹងហើយបងប្អូនពេលហ្នឹងរងាខ្លាំងណាស់រងាទ្រាំអត់ចង់បានអានេះពួកខ្ញុំតអាំងភ្លើងទៅអង្គុយបានអានេះដូចអញ្ចឹងទេយើងចូលដល់ចង្ក្រានហើយអានេះក៏យើងធ្វើជាសាច់នំថ្មីដុតសម្រាប់ទទួលបងប្អូនដែលយើងមានជាខគោនិយាយទៅយើងបម្រើសេវាកម្មអាហារឲ្យមានគ្រប់គ្រាន់បបោសម្បូរបែបតែម្ដងបងប្អូនមានកាហ្វេមានតែនំប៉័ងភីហ្សា burger ហើយយើងក៏អត់បានរៀបរាប់ជាច្រើនហើយបងប្អូនក៏តែងតែសួរគាត់បារម្ភខ្លាចមកដល់ទីនេះអត់មានអីពិសានេះគឺជាព្រៃធម្មជាតិយើងហើយបងប្អូនអញ្ជើញមកលេងបងចំណាយពេលតែ10នាទីចូលទៅក្នុងព្រៃធម្មជាតិនឹងបន្តិចទៅបងប្អូនព្រោះថានេះគឺជាដើមឈើធម្មជាតិដែលយើងមើលសម្រស់របស់វាហើយនឹងភាពរឹងមាំរបស់វាហើយវាបានផ្ដល់អ្វីដល់ទាំងអស់ដែលដូចជាសត្វស្អីកំប្រុកនិយាយទៅមានសត្វផ្សេងទៀតតែខ្ញុំអត់បានដឹងច្រើនតែខ្ញុំឃើញមានអន្ត្រីហ្នឹងឯងមានអន្ត្រីក្អែកកំប្រុកហើយចាបអីហ្នឹងគេមកស៊ីផ្លែឈើហ្នឹងហើយនេះគឺជាដើមសោមបងប្អូនវាមានរូបដូចដើមដូងយើងអញ្ចឹងតែវាជា
លក្ខណៈវល្លិហើយវាមានបន្លាវល្លិវាហ្នឹងគេយកទៅញ៉ាំបងប្អូនជនជាតិក៏ចូលចិត្តយកមកញ៉ាំហើយនិយាយទៅការប្រើប្រាស់បានច្រើនស្លឹកវាហ្នឹងក៏គេយកទៅធ្វើអីដែរហើយវាក៏ចិត្តដាច់ពូជដែរបងប្អូនហើយយើងក៏តែរក្សាទាំងអស់និយាយទៅដើមឈើដូចជាដើមធំនេះគឺវាផ្ដល់ចំណីដល់សត្វទាំងអស់ផ្លែឈើផ្ដល់អញ្ចឹងទៅហើយអញ្ចឹងចង់ឲ្យបងប្អូនដែលមកលេងតែគាត់អត់ដែរឃើញដើមឈើអញ្ចឹងអាចអញ្ជើញមកមើលតែ10នាទីទេបងប្អូនកុំឲ្យខាតពេលហើយយើងព្យាយាមថែរក្សាដើមឈើទាំងអស់នេះដើម្បីនិយាយទៅបើអាចជួយបានគឺព្យាយាមជួយហើយយើងចង់ឲ្យបងប្អូនមកទស្សនាបានឃើញនៅដើមរុក្ខជាតិធម្មជាតិអញ្ចឹងមួយផ្នែកទៅហើយនឹងការទទួលសេវាកម្មអាហារនិងកន្លែងស្នាក់នៅហើយសូមអធិស្ឋានដែលពួកខ្ញុំទាំងអស់ទទួលមិនបានល្អអីសូមអធិស្ឋានបងប្អូនព្រោះពួកយើងព្យាយាមហើយនឹងខិតខំធ្វើឲ្យបានល្អជាងនេះហើយនេះទាំងអស់នេះគឺជាដើមឈើនៃក្តីស្រឡាញ់និយាយទៅការរស់នៅទីនេះគឺយើងផ្ដល់នូវក្តីស្រឡាញ់ទាំងអស់ទាំងដើមឈើហើយនឹងរុក្ខជាតិទាំងអស់អញ្ចឹងពួកគេអត់មានអារម្មណ៍ថាខ្លាចយើងទេហើយបងប្អូនពេលមកលេងនៅSam Stayខ្ញុំសូមឲ្យបងប្អូនស្ងប់ស្ងាត់អញ្ចឹងទៅយើងអាចទទួលអារម្មណ៍ធម្មជាតិយើងអាចឃើញកំប្រុកលេរត់លេងហើយនឹងស្ដាប់សំឡេងដើមឈើពេលខ្យល់មកវាបក់ឮសំឡេងមិនអញ្ចឹងណាហើយអរគុណបងប្អូនខ្លាំងណាស់ដែលជួយថែរក្សាអនាម័យនៅក្នុងទីធ្លា Sam Stay ផងដែរហើយយើងក៏អត់មានធំសម្រាប់អីត្រឹមត្រូវមានតែបាវច្រកអាចងាយស្រួលយើងជញ្ជូនយកទៅចោលអញ្ចឹងណាហើយនេះរូបភាពនៅក្នុង Sam Stay យើងមានភោជនីយដ្ឋានមានកាហ្វេមានតែមានតុកកាឡាភីហ្សាបាយស្រូបពេលព្រឹកហើយនឹងភេសជ្ជៈជាច្រើនហើយនឹងម្ហូបកំងជាច្រើនមុខតែនេះម្ហូបដែលយើងចាប់ដើមធ្វើឥឡូវហ្នឹងយើងបានកែប្រែខ្លះបងប្អូនហើយដោយសារតែយើងពិបាកក្នុងការរៀបចំមានម្ហូបខ្លះពួកយើងអាចធ្វើបានហើយបងខ្លះយើងធ្វើបានហើយជាស្រ័យបងប្អូនដែលអត់បានទទួលឲ្យអស់ឲ្យបានគ្រប់មុខអញ្ចឹងណាបងប្អូននេះយើងមានម្ហូបដែលជំរើសដែលភ្ញៀវចូលចិត្តអញ្ចឹងយើងអានេះគ្រាន់តែខ្ញុំថតរូបភាពអាហារពីមុនហើយនឹងឥឡូវយើងមានគ្រាន់តែកាត់ចោលម្ហូបខ្លះហើយម្ហូបនេះគឺម្ហូបពេញនិយមហើយយើងក៏ចេះស្ទាត់ជំនាញអញ្ចឹងណាយើងញ៉ាំទៅឆ្ងាញ់មានរសជាតិអញ្ចឹងណាបងប្អូនចាអញ្ចឹងបងប្អូនមកមិនភ័យព្រួយរឿងម្ហូបអាហារនៅSam Stayទេពេលបុណ្យទានអីធំក៏ខាងSam Stayត្រៀមសម្រាប់បងប្អូនទាំងអស់កុំឲ្យខ្វះខាតអីហើយបងប្អូនមានអាហារដូចជាគាត់មានសាច់អាំងឬក៏អីគាត់អាចយកមកធ្វើនៅSam Stayបានបងប្អូនហើយភេសជ្ជៈអីអាចយកមកពិសាបានគ្រាន់តែនេះការបម្រើទៅដល់អ្នកដែលគាត់អត់មានពេលរៀបចំអញ្ចឹងគាត់អាចមកបរិភោគនៅSam Stayបានតម្លៃធូរថ្លៃហើយនឹងគុណភាពគឺល្អបងប្អូនហើយអនាម័យព្យាយាមខ្លាំងមែនទែនចាហើយនេះនៅដំណាក់ក្បូនយើងកន្លែងកំសាន្តផ្លូវហ្នឹងយើងជិះទៅចដល់កោះកុងដែរបងប្អូនបើសិនជាបងប្អូនធ្វើដំណើរចេញពីអូសាមទៅកោះកុងបងប្អូនទៅលេងនៅហ្នឹងហើយបងប្អូនបន្តទៅកោះកុងអានេះខ្ញុំប្រាប់កុំឲ្យខាតផ្លូវអញ្ចឹងណាហើយសម្រាប់ទឹកហ្នឹងគឺតែទឹកនេះបើពេលខ្លាំងបងប្អូនប្រយ័ត្នប្រយែងតិចតែបើនេះអញ្ចឹងអាចក្មេងៗគាត់ងូតនៅលើនេះខ្ញុំឃើញស្អាតហើយគ្រាន់តែវាល្អតិចអញ្ចឹងបងប្អូនពាក់ស្បែកជើងឬក៏ប្រយ័ត្នប្រយែងតិចណាប៉ុន្តែយើងនឹងឲ្យអត់មានអីក្រៅពីប្រយ័ត្នទេបងប្អូនហើយទឹកវាថ្លាល្អមែនតើនេះទឹកបរិសុទ្ធយើងអញ្ចឹងបងប្អូនអាចទស្សនាមើលទេសភាពនៅដំណាក់ក្បូនណាដែលពួកគេច្រើនមកថតរៀបរាប់ច្រើនហើយបើយើងទៅផ្ទាល់គឺស្អាតបងប្អូនគ្រាន់តែថាពេលបុណ្យទានមនុស្សច្រើនអញ្ចឹងអាចថារៀងអត់ស្អាតហើយនឹងសម្រាមអញ្ចឹងចូលរួមថែរក្សាសម្រាមទាំងអស់គ្នាផងបងពេលខ្លះយើងថតរូបទៅវាឃើញសម្រាមយើងមើលទៅវាអស់សោភ័ណភាពតែម្ដងនេះកន្លែងនេះបងប្អូនប្រយ័ត្នប្រយែងអានេះគ្រាន់យើងអាចថតរូបបានយើងមិនមួយដល់ហ្នឹងឯងបងប្អូនចាហើយយើងអាចត្រឡប់មក Sam Stay វិញហើយមានតង់ធំបងប្អូនអាចគេងបាន4នាក់ទៅ6នាក់អានេះតង់ទូចយើងអាចគេងបាន2នាក់តម្លៃ2នាក់$10ហើយមានបន្ទប់ក្រេ1បន្ទប់ក្រេ2សម្រាប់ក្រេ1យើងតម្លៃ$25នេះសម្រាប់កង្ហារទេបងប្អូនហើយមានកន្លែងថតរូបផ្សេងនៅក្នុងទីធ្លា Sam Stay នេះហើយនេះរូបភាពនៅខាងក្រៅគឺមានបន្ទប់តាមប្រភេទជាបឹងកាឡូជាផ្ទះដាច់ទេបងប្អូនមិនភ័យបារម្ភរឿងរំខានអីទេហើយបន្ទប់នេះយើងធ្វើជាលក្ខណៈជ្រុងអញ្ចឹងងាយស្រួលពេលខែរងាគឺរងាខ្លាំងណាស់បងប្អូនតោះតែធ្វើមកផ្ទះអញ្ចឹងហើយនេះបងគាត់មកលេងបើកម៉ូតូចង់សាកផ្លូវអីលេងមានផ្លូវយើងគឺងាយស្រួលពេលយប់ទាំងពេលថ្ងៃបងប្អូននេះជិះតាមផ្លូវពេលយប់គឺភ្លឺខ្លាំងណាស់បងប្អូនព្រោះខ្ញុំពេលខ្លះខ្ញុំអត់ដែរជិះយប់ដែរមួយរយៈហ្នឹងហើយជិះម្ដងនេះគឺស្អាតហើយអត់មានការភ័យបារម្ភអីទេនិយាយទៅទាំងសត្វទាំងមនុស្សគឺអត់អីទេហើយភ្លើងយើងអាចមើលទាំងបត់ទាំងផ្លូវកោងផ្លូវបត់អីផ្លូវបថយលបឿនអីគឺគេមានប្រាប់យើងទាំងអស់ហើយវីដេអូខ្ញុំរៀងរញ៉ៃតិចតែសារជិះមកទៅតាមផ្លូវកោះកុងនេះបងប្អូនឃើញស្រ័យទៅគាត់ថាខ្ទមកវិញមែនឃើញកន្លែងនេះដែលខ្ញុំគាត់នេះបងប្អូនអាចចោះមកស្រ័យលេងទាំងបញ្ចេញនេះបងប្អូនអាចចោះមកស្រ័យលេងទាំងបញ្ចេញកំហឹងអានេះខែនេះអត់មានពពកចោះឲ្យបងប្អូនពូខែភ្លៀងហ្នឹងវាជួនកាលវារៀងហប់បន្តិចទៅបានភ្លៀងហើយចាប់ផ្ដើមតិចតែបើរងាវាមិនតន់រងា
ខ្លាំងឬខែ12ខែ1ទេបងប្អូននេះខ្ញុំឡើងមកដល់អូសោមនេះគឺជាភ្នំក្រោយសោមស្ទេហើយនៅភ្នំវាកពើហ្នឹងយើងអាចឡើងមកយើងអាចមកឃើញថ្ងៃរះថ្ងៃលិចអានេះថ្ងៃលិចខាងហ្នឹងបងប្អូននោះគឺពពកតិចតិចពេលហ្នឹងអត់ទាន់មានស្អាតទេបងប្អូនចាំពេលដល់ខែស្អាតចាំពួកខ្ញុំធ្វើវីដេអូបងប្អូននោះគឺជាភ្នំខ្មោចភ្នំសំកុសអានេះមើលទៅកន្លែងហ្នឹងគឺខ្ពស់ជាងគេហ្មងហើយនេះពពកវាចោះមកពេលហ្នឹងដូចជាភ្លៀងហើយអញ្ចឹងណាហើយដល់ថ្ងៃទេពេលខែក្តៅឬក៏ខែរងាហ្នឹងវាមានថ្ងៃខ្លះចោះត្រជាក់ខ្លាំងហ្មងយើងអត់ដឹងទេណាយើងចុះមកហើយនេះពពកចេះមកគឺចាប់ផ្ដើមធ្លាក់ខ្យល់លេងធ្លាក់ខ្យល់រងាយកហ្មងហើយដល់ពេលព្រឹកទៅធម្មតាវិញនិយាយទៅខែហ្នឹងគឺយើងមកលេងវាលក្ខណៈថាចាំបាច់ពាក់អាវល្ងាអីនិយាយទៅអត់សូវពិបាកទេបើពួកខ្ញុំរស់នៅហ្នឹងខ្ញុំត្រូវការពាក់អាវល្ងាគឺធ្វើការអត់កើតហើយនេះយើងអាចមើលពពកនៅក្នុងក្រោយផ្ទះក៏មានពពកតែគ្រាន់តែសចង់ណានេះតែនេះគឺនៅអីគេហៅបាំងពពកវិលបាំងពពកដល់ប្តីខ្ញុំគាត់មានអ្នកនាំមកអញ្ចឹងណាហើយបាំងពពកហ្នឹងគេក៏ធ្វើជាតុបទឹកអរិយគេស្នីដែរគ្រាន់តែយើងអាចមកលេងបានយើងអាចមកមើលពពកទៅចោះខ្លាំងគឺវាអញ្ចឹងវាខ្លាំងហ្មងនិយាយទៅកន្លែងហ្នឹងគឺប្រភពចម្រុកព្រៃឈើហើយក៏វាមានពពកប្រមូលផ្ដុំគ្នានៅហ្នឹងអញ្ចឹងមិនយើងអាចឃើញបានហើយផ្លូវហ្នឹងមកក៏ស្រួលដែរយើងជិះឡានមកដល់យើងអាចអង្គុយមើលនេះលក្ខណៈខ្ញុំមកល្ងាចហើយបើសិនមកព្រឹកឡើងយើងជិះមកមើលផ្លូវអត់ចង់ឃើញទេបងប្អូនអានេះរៀងភ្លៀងហើយណាវាអញ្ចឹងហើយមើលទៅដូចឋានសួគ៌អញ្ចឹងហើយនិយាយទៅអាកាសធាតុក៏ត្រជាក់ស្រួលដែរមិនឃើញអញ្ចឹងហើយហប់ទេណាបងប្អូនមិនអាប់ទេណានេះគឺពពកហ្មងណាអានេះពួកខ្ញុំជិះឡានមកនេះទេហើយនេះផ្លូវគេពងតាសាងសង់ដែរបងប្អូនអញ្ចឹងអាចទស្សនាលេងបានបងប្អូនហ្នឹងហើយខ្ញុំចង់ថតវីដេអូឲ្យមើលពពកឲ្យឆ្អែតហើយនឹងកន្លែងណាលេងឲ្យច្រើនតែដោយសារតែយើងការថតយើងអត់សូវចេះថតហើយក៏រៀបរាប់ក៏អត់សូវចំណាប់ដែរបងប្អូនចង់ដឹងអីអាចមកសួរនាំផ្ទាល់អាចចំណាយពេល2ថ្ងៃអីយើងអាចដើរលេងបែបថា relax បែបថាយើងត្រូវមើលទៅតាមថ្ងៃណាត្រូវទៅថ្ងៃណាទៅកន្លែងណាអញ្ចឹងបានចំថ្ងៃមានពពកបើយើងបខំចិត្តគឺអត់សប្បាយទេបងប្អូនមកដល់អូសោមនេះតោះតែយើងមកសម្រាប់លេងនិយាយទៅយើងសម្រាប់លេងហើយយើងអង្គុយមើលព្រៃឈើទេសភាពហើយនឹងសត្វគឺយើងសប្បាយចិត្តម្ដងតែម្ដងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមានកន្លែងដើរជាច្រើនទៀតតែខ្ញុំរៀបរាប់អត់អស់ហើយនឹងកន្លែងមួយគឺសិតតែមានអ្នកស្គាល់ច្បាស់អញ្ចឹងគេនិយាយរឿងប្រាប់រឿងនិទាននៅអូសោមហ្នឹងមិនចាសបោហើយនៅខាងហ្នឹងក៏សបោជនជាតិចងអញ្ចឹងពួកគាត់ដឹងប្រវត្តិនៅអូសោមច្រើនហើយវាសបោនិយាយទៅនៅអូសោមសបោធម្មជាតិហើយនឹងសត្វដូចជាសត្វដំរីសត្វខ្លាឃ្មុំខ្លាអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលជួយគ្រប់គ្រងនិងតាមមើលវីដេអូពួកខ្ញុំអរគុណខ្លាំងមែនទែនជូនពរបងប្អូនទាំងអស់គ្នាមានសំណាងល្អជារៀងរហូតអរគុណច្រើនជំរាបលាបងប្អូន